មិថុនាផ្សារវត្តលៀបផ្សារតូចផ្សារវត្តលៀបណាផ្សារវត្តលៀបកើតពីសម័យសម្ដេចមកតូចមែនតើមកដល់សម័យសាធារណរដ្ឋក៏នៅតែតូចផ្សារវត្តលៀបផ្សារតូចដែលសប្តាហ៍ថ្ងៃហ្នឹងវាកើតទៅជាផ្សារមកដល់បឹងឈូកអីហ្នឹងគឺកើតសម័យក្រោយនេះទេពីមុនអត់មានទេហើយវត្តលៀបនេះនៅក្នុងវត្តលៀបហ្នឹងបើយើងគិតទៅតាមមាត់ស្ទឹងសង្កែត្រើយខាងលិចណាកូនជាកន្លែងឆ្អែតឆ្អាតមិនបានកន្លែងឆ្អែតឆ្អាតពីព្រោះវាចិត្តតំបន់មួយដែលសម័យពីដើមហ្នឹងគេមុនឆ្នាំ75គេហៅកំពង់កណូតកំពង់កណូតហ្នឹងគឺសំប៉ានទូកដែលដឹកត្រីងៀតត្រីឆ្អើរប្រហុកម៉ាំត្រីប្រឡាក់ហើយនឹងត្រីប្រាត្រីរស់ត្រីឆ្ដោដឹកឡើងពីព្រៃទាល់ពីទន្លេសាបមកគេមកសំចតនៅកំពង់កណូតនឹងដែលពីដើមគេអត់មានផ្សារប្រហុកទេគេហៅកំពង់កណូតកំពង់កណូតនេះគេលក់ត្រីឆ្អើរត្រីងៀតងៀតប្រាងៀតឆ្ដោងៀតឌៀបអីគេលក់ប្រហុកគេលក់ម៉ាំគេលក់អីតែដែលគេលក់ហ្នឹងមិនមែនលក់តែទួចទេគេលក់រាប់រយគីឡូអញ្ចឹងក៏កើតទៅជាកំពង់កណូតនៅក្រោមវត្តព្រៃលៀបបន្តិចឬក៏នៅម្ដុំហ្នឹងអញ្ចឹងតាមមាត់ស្ទឹងសង្កែត្រើយខាងលិចហ្នឹងវាឆ្អែតឆ្អាតបន្តិចវត្តព្រៃលៀបហ្នឹងកើតយូរហើយតែវត្តហ្នឹងមិនសូវល្បីទេមិនដូចវត្តកដុលទេវត្តកដុលសង្ហាស្អាតល្អតែវត្តព្រៃលៀបគ្នាវាក្បែរកំពង់កណូតគ្រួសារខ្ញុំតែងឡើងចុះកំពង់កណូតនេះជានិច្ចពីព្រោះបងស្រីខ្ញុំតើកែអញ្ចឹងបងស្រីខ្ញុំគាត់ដឹកស្អីមកគ្រួសារគាត់ប្តីគាត់អីគាត់ដឹកមកអញ្ចឹងវត្តព្រៃលៀបចាត់ទុកជាវត្តចាស់តែមិនល្បីហើយតាមមាត់ស្ទឹងហ្នឹងវាចាស់ឆ្អាតយើងជីកកង់កាត់អីធំក្លិនត្រីស្អុយធំក្លិនប្រហុកអីចឹងណាអញ្ចឹងរីឯអ្នកលក់មីកតាំងមីអីអត់មានអ្នកណាលក់នៅទីហ្នឹងទេកូនអើយអត់មានទេមិថុនាគ្មានអ្នកណាទៅលក់មីកតាំងនៅវត្តលៀបហ្នឹងទេបើអ្នកនៅវត្តលៀបហ្នឹងចង់លក់មីកតាំងគឺគេមានរទេះកង់4ដែលគេរុញមកលក់នៅហ្នឹងម្ដុំខ្ញុំឯនេះពីព្រោះពេលល្ងាចចាប់ពីម៉ោង3រសៀលចាប់ពីផ្លូវលេខ1លេខ2និងលេខ3វាមានតែ3ផ្លូវហ្នឹងទេដែលបច្ចុប្បន្នគេហៅផ្លូវ121ដែលកាត់ពីត្រើយខាងកើតពីខាងកើតទៅខាងលិចផ្លូវ121នេះមានផ្លូវលេខ1ផ្លូវលេខ1កន្លះផ្លូវលេខ2លេខ2កន្លះដល់ផ្លូវលេខ3ផ្លូវនេះពេលរសៀលម៉ោង3ចាប់ពីម៉ោង3រសៀលទៅដល់ម៉ោង3ភ្លឺសម័យសម្ដេចសែននោះកន្លែងហ្នឹងជាកន្លែងគេលក់ដូរពេលល្ងាចកន្លែងហ្នឹងជាកន្លែងគេលក់ដូរពេលល្ងាចបើមនុស្សនៅវត្តលៀបចង់ឆាមីកតាំងក៏ថ្ងៃម៉ោង1អីហ្នឹងនាំគ្នារុញរទេះមកជួលកន្លែងគេនៅផ្លូវ121បច្ចុប្បន្នផ្លូវហ្នឹងគេហៅផ្លូវអង្គឌួងពីដើមផ្លូវ121ដែលកាត់ទៅទឹកហ្នឹងម្ដុំកុលាបសម្ដុំអីហ្នឹងនិយាយឲ្យចំសាលាលៀនហោបាត់ដំបងថោនហើយនឹងកុលាបសអានោះកន្លែងទឹកកន្លុកកន្លែងគេលក់ស្អីគឺពេញទឹកពេញដីចាស់ពីផ្លូវលេខ1មកលេខ2ទៅចិត្តដល់លេខ3អត់មានមីកតាំងអីលក់នៅតាណាតណីទេលក់មិនដាច់ទេកូនអើយបើនរណាមួយមកអួតទេខ្ញុំឆាមីកតាំងតាំងពីសម័យនោះឆ្លើយថាភូតទេកុំភូតអាអ្នកនៅបាត់ដំបងអានេះគឺមេស៊ីខ្ញុំអង្គុយស៊ីកាទៀវនៅបាត់ដំបងតាំងពីចង្ការខ្ញុំវានៅត្រឹមតុកណាអាចង្ការខ្ញុំឲ្យតុកនឹងវាទៅត្រឹមហ្នឹងខ្ញុំរឿងស៊ីហ្នឹងគឺខ្ញុំនឹងបកកែណាខ្ញុំគឺជើងស៊ីខ្ញុំលួចលុយម៉ែខ្ញុំយកទៅចាយយកទៅស៊ីហើយអ្នកណាមិនស្គាល់ខ្ញុំកូនតកែបាញ់ហយខ្ញុំស៊ីកាទៀវស៊ីអីតាំងពីអង្គុយកៅអីទៅនៅត្រឹមចង្ការណាហើយខ្ញុំហ្នឹងគឺជើងដើរពីលើសាលាខេត្តមណ្ឌលកីឡាហែលទឹករហូតទៅដល់វត្តលៀបវត្តក្ដុលអីហ្នឹងខ្ញុំដើរខ្ញុំរហូតដល់វត្តស្លាកែតត្រើយខាងលិចបើត្រើយខាងកើតវិញពីវត្តតមឹមមិននិយាយចំស្ពានតែភ្លើងវត្តកណ្ដឹងត្រើយកើតមកជួនហ្នឹងរហូតទៅដល់វត្តកែវ
ដីខ្ញុំដើរខ្ញុំធាក់កង់តាមនឹងដូច្នេះហើយកន្លែងណាលក់ស្អីវាមិនដែលថាខ្ញុំមិនដឹងទេស្រុកកំណើតខ្ញុំអត់ស្គាល់ទេតែបើថាស្រុកបាត់ដំបងនេះគឺអញ្ចឹងណាអញ្ចឹងអត់មានមីកតាំងណាទេមីកតាំងមីស្អីហ្នឹងតែម៉ោង3អាសៀលគឺនៅអាម៉ាដុំសាលាអីលៀនហៅគៀនលៀនហ្នឹងនៅតែនោះទេពីដើមសាលាហ្នឹងវាមិនមែនឈ្មោះចឹងទេគេហៅជីបផ្សេងហើយអាពីធ្នូគេហៅកុកគង់ក្រោយមកគេហៅកុកខ្វាងអាពីធ្នូនេះអាបឋមសិក្សាពីធ្នូនេះអានឹងសាលាចិនអនុវិទ្យាល័យចិនចំណែកអាស្គៀនហៅនេះអាអីគៀនហៅនេះពីដើមហៅថាជីបផ្សេងបឋមសិក្សាចិនអត់មានកន្លែងណាលក់ទេបើពីព្រលឹមគឺមានតែផ្សារដែលយើងហៅផ្សារណាត់ពីដើមអត់ហៅផ្សារណាត់ទេគេហៅផ្សារស្វាយប៉ោអាកន្លែងទឹកបាញ់បន្តិចមួយនៅមាត់ស្ទឹងហ្នឹងកន្លែងហ្នឹងភោជនីយដ្ឋានស្ទឹងខៀវចិត្តហ្នឹងមានបង្គន់មួយនៅហ្នឹងណាអូតកូនស្គាល់កូនប៉ុន្តែឥឡូវហ្នឹងឲ្យប្រាប់តែទៅទិសណាផ្លេចហើយណាអញ្ចឹងមិថុនាអត់មានទេតែរឿងមួយដែលប្លែកណាស់ខ្ញុំនៅបាត់ដំបងណាខ្ញុំអត់ដែរខ្ញុំធ្លាប់ស៊ីនំបញ្ចុកណែមជូអីណែមសាច់ត្រីស្អីធ្លាប់ប៉ុន្តែលឺសូវគេថាសង្វាក់ហ្នឹងគឺជាសប្ងៃដែលគេហៅសង្វាក់ហ្នឹងអានោះវាល្បីល្បាញនៅបាត់ដំបងខ្ញុំរនឹកមិនឃើញសង្វាក់ហ្នឹងណាតែថាគេថាអ្នកស្រុកបាត់ដំបងអីខ្ញុំនឹកមិនឃើញមីកាឡាខ្ញុំនឹកឃើញណាមីកាឡាខ្ញុំចងចាំណែមជូណាអាណែមត្រីវិចផ្លឹកឫស្សីនេះខ្ញុំក៏ស្គាល់តែដល់អាសង្វាក់តែខ្ញុំមកស៊ីមួយនំបញ្ចុកនេះដូចជាខ្ញុំរនឹកមិនឃើញថាល្បីល្បាញអីទេនេះណាបាត់ដំបងវាល្បីមីកតាំងវាល្បីមីកូឡាហើយបងប្អូនអាមីកតាំងវាបោះចិនចំណែកអាមីកូឡាវាបោះភូមាមានរបស់មួយដែលជាអាហាររបស់សៀមតែអត់ល្បីនៅបាត់ដំបងតែល្បីនៅភ្នំពេញគេហៅមីសៀមនឹងល្បីនៅភ្នំពេញឯណោះតែបាត់ដំបងអត់ទេបាត់ដំបងល្បីមីភូមានេះអាមីកាឡានេះណាល្បីហើយមីកតាំងហ្នឹងគឺបាត់ដំបងវាឆ្ងាញ់ជាងពេញនៅពេញខ្ញុំតែញ៉ាំ3 4 5ដងអត់មានណាញ៉ាំឆ្ងាញ់បាត់ដំបងឆាមីកតាំងឆ្ងាញ់ជាងប៉ុន្តែពាក្យថាមីកតាំងហ្នឹងខុសទៀតមែនទេអាហ្នឹងកាទៀវឆាតាអាហ្នឹងសាប់ឆៅងៅហួរកតាំងវាថាគុយទាវឆាដែលមានស្រោចទឹកសាច់គេស្រោចពីលើអានោះមិនមែនមីកតាំងទេអាហ្នឹងកាទៀវឆាធម្មតានៅសិង្ហបុរីក៏មានដែរប៉ុន្តែនៅស្រុកខ្មែរហៅវាមីកតាំងហើយចំណែកអាមីកតាំងពិតប្រកបគឺអាស្រួយទេកាលណាគេលក់មីកតាំងគេមានបំពងមីហើយគេធ្វើសាច់ឆាហើយគេកាច់អាមីស្រួយហ្នឹងដាក់លើចានហើយគេចាក់ទឹកពីលើអានោះបានកតាំងអានោះពិតជាកតាំងតែអាគុយទាវដែលគេឆានេះអានោះគុយទាវឆាធម្មតាអានោះកតាំងគេហៅសាប់ឆៅណាខ្ញុំទៅនឹងមកនៅអាមេរិកនេះបានបែងចែកដាច់ប៉ុណ្ណឹងណា large noodle គុយទាវឆាគេធ្វើដូចបងដេតឡូគេធ្វើដូចរង្វើលឆ្នាំងណាគេធ្វើដូចរង្វើលឆ្នាំងអញ្ចឹងណាហើយគេបំពងហើយគេដាក់ត្រួតលើគ្នាហើយគេកាច់ដាក់លើចានហើយគេដួសសាច់ដាក់ពីលើអាហ្នឹងកតាំងអាហ្នឹងហើយដែលនៅស្រុកអាមេរិកគេហៅថា pan fry noodle គ្រាន់តែសរសៃនៅស្រុកអាមេរិកហ្នឹងវាឆ្មាល់ជាងមីនៅស្រុកខ្មែរហើយអាមីទាញនេះបោះកតាំងនៅស្រុកខ្មែរកតាំងវាទាញមីទាញណាហើយមីទាញនេះគ្មានទេធម្មតាទេពីដើមមីទាញតែអញ្ចឹងតែឥឡូវទេផ្អើលថាស៊ីមីទាញអីពីដើមអាអ្នកធ្វើមីយកមកលក់នឹងវាទាញតែអញ្ចឹងវាវាយភុះប៉ះនៅជាប់ផ្ទះខ្ញុំហ្នឹងហើយអារបៀបកាត់មីជាទៅស្អីហ្នឹងល្វីទេពីដើមអត់មានម៉ូទ័រទេល្វីដៃណាល្វីដៃកតាំងនៅក្បែរផ្ទះខ្ញុំកតាំងនៅស្មោកគ្របចុយម្រាកូនវាជុះអាចដាក់តាមលូហើយអាលូបង្ហូរទឹកស្អុយនៅបាត់ដំបងនេះអាម្ដុំហ្នឹង
អាពីក្រោយផ្ទះហ្នឹងមានចង្អូមួយជម្រៅប្រហែលជាកន្លះម៉ែត្រវាជួអាចតាមអូយតែអាចមិនដែតតាមទឹកហ្នឹងអាកូនកតាំងហ្នឹងម៉ែខ្ញុំមួម៉ៅអូមិនដឹងធ្វើអីវាបើនៅជាប់ផ្ទះហ្នឹងណាហើយចិនកតាំងនៅស្រុកខ្មែរច្រើននៅស្មោកគ្រូកកូនចៅវាវាយគ្នាញ៉ៃមិនសូវមានដំណាប់ធ្នាប់ទេហើយម៉ែឪមិនសូវរស់ស៊ីធ្វើការអីធំទេច្រើនតែធ្វើតែកាទៀវហ្នឹងណាធ្វើតែកាទៀវហ្នឹងចិននៅស្រុកខ្មែរហ្នឹងចិនថ្លៃធ្នូហុកគៀនអ្នករស់ស៊ីចេះហើយណាំទេជីវណាហុកគៀនគេធ្វើតាមចិនខ្សែណាំអីណាហើយខែភាគច្រើនដូចខ្ញុំនិយាយហ្នឹងធ្វើខ្សែណាស្លូតណាចិនខែហាក់កាកតាំងមិនសូវមានទេនៅស្រុកយើងមានតិចណានឹងនិយាយប៉ុណ្ណឹងស៊ីណាប្រាក់ផ្សារបឹងឈូកបឹងទឹកលិចខ្ញុំដើរចិញ្ជាត់ត្រីក្រឹមព្រៃដកមន់ចែស្មៅដល់ឆ្នាំ83រត់ដេញប្រជាជនឲ្យរើផ្ទះសាងសង់លើដីស្រែថ្មីដាក់ឈ្មោះថាភូមិ13មករាអរគុណចំពោះព័ត៌មានពេលលុបបឹងឈូកគឺស្រុកចិត្តធ្លាក់ទៅខ្មែរក្រហមហើយផ្ទះឪពុកមេខ្ញុំហើយនឹងអាបឹងឈូកហ្នឹងដើរដូចយើងបឹងហើយ150ម៉ែត្រណា150ម៉ែត្រណា100ម៉ែត្រខ្ញុំទៅផ្ទះឪពុកមេខ្ញុំដើរទៅបឹងឈូកហ្នឹងហើយស្រាប់តែឆ្លើងហើយអាបឹងឈូកហ្នឹងពីដើមឈូកក្រោយមកប្រហែលជា74ហ្នឹងចាប់ដើមលុបម្ដុំបាត់ដំបងថោនកូឡាបសសាលាចិនលៀនហួរនោះក្បែររោងកុនបាត់ដំបងបាទផ្ទះតាហើយអាសាលាលៀនហួរហ្នឹងអាសមាគមចិនហ្នឹងផ្ទះតាណាតានៅហ្នឹងហើយអាផ្ទុះក្របបែកនៅរោងកុនបាត់ដំបងហ្នឹងតានៅក្នុងរោងហ្នឹងចាញ់មកវិញប្រឡាក់ឈាមអាវម៉ែគាត់អីស្មានតាត្រូវក្របពីស៊ីនទឹកឥឡូវរលាយហើយលោកតាសុកលូយកធ្វើជាគម្រោងផ្ទះល្វែងបាទឃើញគេវាយរៀបអស់ហើយពីដើមខ្មោចអាខណ្ឌសវណ្ណបើកបនសំផឹងនៅហ្នឹងអា Gold Cobra ណាអាសវណ្ណដែលស្លាប់តៃហោងនេះអង្គបុកតពកហែកតបាច់ណាអាក្រុមបុកតពកហែកតបាច់នេះវាចង្រៃអាសវណ្ណងាប់អត់មានដីកប់ចំណាយអាក្រខ្ជាយជាប់គុកអាក្រខ្ជាយឈ្មោះវានេតេតកូនសិស្សរបស់អាខណ្ឌសវណ្ណអាអង្គបុកតពកហែកតបាច់ហ្នឹងចង្រៃអាហ្នឹងពីដើមអាខណ្ឌសវណ្ណវាបើកបនសំផឹងលក់សាច់ស្រស់ Gold Cobra ហ្នឹងនៅម្ដុំពីស៊ីនហ្នឹងគ្រួសារខ្ញុំធ្លាប់ជួលអាខាងលើហ្នឹងធ្វើជាភោជនីយដ្ឋានតែលក់វាមិនដាច់ក៏លុបកងត្រាចោលទៅកន្លែងហ្នឹងខ្ញុំមុជទឹករាល់អាទិត្យតាស៊ីណាប្រាក់មិនមែនមីក្រឡាទេមីកូឡាកដាក់ស្រអូកូឡាណាកូឡាហ្នឹងអ្នកជនជាតិភូមាដែលមករស់នៅខេត្តបៃលិនសង្វាក់ទៅមានឆ្នាំ90ជាងទេអរគុណខ្ញុំវាមិនសូវដឹងរឿងហ្នឹងខ្ញុំនៅបាត់ដំបងខ្ញុំដើរតាស៊ីមិនក៏មិនដឹងតាជួយប្រដៅប្រាប់ឲ្យកូនថាឲ្យវាតវ៉ាទៅពីព្រោះឈាមវាកប់ឲ្យវាលោឡាទៅវាអត់រៀននឹងឈាមវាកប់ហើយអ្នកដែលជន់វាហ្នឹងគឺតសែនណាសង្វាក់ណែមត្រីខ្ចប់ស្លឹកចេកអាំងមានអន្លក់នំបញ្ចុកចលក់ទឹកត្រីអរគុណវិសាលខ្ញុំឃើញអញ្ចឹងមែនអាហ្នឹងណែមជូទេខ្ញុំសួរដូចឆោតជូតិចទេណាឆាគុយទាវសរសៃធំស្រុកខ្មែរហៅមីកន្តាំងត្រឹមត្រូវហើយគេហៅអញ្ចឹងប៉ុន្តែមិនមែនមីកន្តាំងទេមីកាទៀវឆាហ្នឹងណាហើយអាស្រួយនោះបានមីកន្តាំង